បាទសួស្តីបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកតាក់ទងទៅនឹងការវាយតម្លៃឥណទានបាទអញ្ចឹងថាតើឥណទានដែលបងប្អូនទទួលបានពីមន្ត្រីឥណទាននាពេលបច្ចុប្បន្ននេះថាតើលោកគ្រូមន្ត្រីឥណទានគាត់វាយតម្លៃតាមវិធីសាស្ត្រណាតាមរូបមន្តណាបាទអញ្ចឹងបើតាមប្រភពពីសមាគមមីក្រូហិរញ្ញវត្ថុបាទគឺមានការប្រើប្រាស់នៅរូបមន្ត 5C បាទដែល C ទី1នោះគឺតកតងទៅនឹងអត្តចរិតបាទ characteristic បាទដែលតកតងទៅនឹងការប្រើប្រាស់ប្រវត្តិនៃការប្រើប្រាស់កម្ចីពីមុនថាតើគាត់មានប្រវត្តិសងបែបណាយឺតយ៉ាវទៀងទាត់ឬក៏យឺតយ៉ាវច្រើនថ្ងៃឆ្លងខែឬក៏ធានាកម្ចីទៅឲ្យបុគ្គលផ្សេងមានបញ្ហាបាទហើយទី2តកតងទៅនឹង capacity បាទសមត្ថភាពគឺយើងសិក្សាទៅលើថាតើអតិថិជនមួយគ្រួសារហ្នឹងគាត់មានសមត្ថភាពទៅលើការរកចំណូលដោយមិនដាច់ខ្លះបាទហើយទី3តកតងទៅនឹង cash បាទ cash នេះគឺយើងចង់សំដៅទៅលើដើមទុនបាទតើគាត់មានដើមទុនកម្រិតណាហើយគាត់អាចមានទុនសម្រាប់ប្រកបអាជីវកម្មនឹងរឹងមាំដែរឬទេបាទហើយចំណែកទី4តកតងទៅនឹង collateral បាទ collateral នេះគឺសំខាន់ដែលបងប្អូនភាគច្រើនស្គាល់ថាប្លង់ដីបាទប្លង់ដីប្លង់ផ្ទះអញ្ចឹងមន្ត្រីឥណទានគាត់សិក្សាថាតើប្លង់ដីដែលបងប្អូនដាក់ធានាហ្នឹងមានតម្លៃគ្រប់គ្រាន់គ្រប់លំដាប់ឬក៏មានភាពត្រឹមត្រូវស្របច្បាប់គ្រប់គ្រាន់ពេញលេញដែរឬទេបាទហើយមានទីផ្សារល្អដែរឬទេបាទហើយចំណុចទី5គឺតកតងទៅនឹង condition បាទដែលយើងហៅថាលក្ខខណ្ឌនៃការទទួលឬក៏ផ្ដល់កម្ចីបាទឧទាហរណ៍ថាអត្រាការប្រាក់ប្រមាណថ្លៃសេវាអស់ប្រមាណរយៈពេលដូចម្ដេចឬក៏លក្ខខណ្ឌផ្សេងទៀតដែលយើងទទួលឬក៏ទទួលយកមុនពេលដែលផ្ដល់កម្ចីបាទអញ្ចឹងទាំងអស់នេះគឺជាការវាយតម្លៃឥណទានមួយគ្រួសារឬក៏មួយអតិថិជនតាមវិធីសាស្ត្រ 5C បាទសូមអរគុណ